បាទសួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅចំណុចបន្តទៀតគឺការកំណត់ទ្រង់ទ្រាយអត្ថបទបាទតកតងជាមួយនឹងការកំណត់ font size បាទ font size font style color ជាដើមបាទអញ្ចឹងដើម្បីកំណត់វាបានយើងចុច mouse ស្ដាំទៅលើ color ដែលយើងបាន select ហើយចុចទៅលើ font master ចុច font tab ហើយចុច font style បាទ underline color បាទនិង stick through បាទហើយ superscript និង subscript បាទអញ្ចឹងទាំងអស់ហ្នឹងគឺមាននៅកន្លែងដែលយើង format cell បាទហើយបន្តមកយើងចុច OK ហើយមួយទៀតគឺការកំណត់ពណ៌ទៅឲ្យ cell អញ្ចឹងយើងចុច mouse ស្ដាំទៅលើ color ដែលបាន select ហើយ format cell ហើយយើងចុចលើ font tab បាទបន្ទាប់មកកន្លែង field យើងកំណត់វាបានដូចជា background color pattern ហើយនិង field effect បាទអញ្ចឹងខ្ញុំបើកកម្មវិធី Excel ហើយខ្ញុំនឹងសាកល្បងបាទចាក់ពណ៌ទៅលើបាទក្បាលតារាងខាងលើបាទអញ្ចឹងយើងអាចមកស្ដាប់ format cell ក៏បានឬក៏យើងចុចសញ្ញាព្រួយក្នុង group number ក៏បានហើយយើងចុចទៅលើ font tab បាទ font tab ហើយយើងអាចធ្វើការបដូរពុម្ពអក្សរបាទអញ្ចឹងយើងចូលកន្លែង font tab យើងអាចធ្វើការបដូរពុម្ពអក្សរដាក់អក្សរដិតឬក៏ទំហំអក្សរអីជាដើមហ្នឹងជ្រើសរើសពុម្ពអក្សរហើយនឹងការដាក់ពណ៌អក្សរជាដើមបាទហើយបន្តមកទៀតគឺយើងចុច OK បាទនោះយើងនឹងទទួលបានពណ៌អក្សរបែបនេះបាទហើយមួយទៀតតកតងនឹងការចាក់បំពេញពណ៌ទៅលើកន្លែងហ្នឹងដែរគឺយើង select ដូចគ្នាហើយយើងចុចទៅលើ menu home ចុចសញ្ញាព្រួយក្នុងក្រុម number ហើយយើងចុចទៅលើពាក្យថា field បន្តមកទៀតយើងជ្រើសរើសពណ៌ដែលយើងចង់ចាក់បាទឧទាហរណ៍ខ្ញុំជ្រើសរើសយកបាទពណ៌ណាមួយខ្ញុំពេញចិត្តឬក៏ខ្ញុំចុចលើ pattern color បាទហើយដើម្បីជ្រើសរើសពណ៌ហើយយើងចុច custom នេះដើម្បីកំណត់ពណ៌ខ្លួនឯងបាទហើយចុច OK បាទកន្លែង pattern នេះគឺកន្លែង pattern style យើងអាចដាក់ style វាជាឆ្នោតក៏បានឬក៏ style ផ្សេងក៏បានដែរបាទបន្តមកទៀតយើងចុច OK នោះទាំងអស់គ្នានឹងចាក់បំពេញពណ៌ដែលមានឆ្នោតដែរនេះម្ដងទៀតហើយបាទយើងអាចធ្វើការផ្លាស់ប្ដូរ font នៅកន្លែង home ក៏បានដែរបាទឬក៏យើងអាចធ្វើការចាក់ពណ៌នៅក្នុង menu បាទ home ក៏បានដែរបាទអញ្ចឹងយើងអាចធ្វើការចាក់ពណ៌នៅកន្លែងនេះបានណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងបាទសូមអរគុណ